មនុស្សដូចជាឯងនេះមានគុណធម៌ពេកហើយឯងទុកគឺជាបងប្អូនតែគេមិនប្រកាសថាគិតដល់ឯងទេឥឡូវនេះសម័យកាលប្រែប្រួលហើយអ្នកដែលចេះដឹងគុណសងគុណមានកាន់តែតិចហើយយើងពេញចិត្តនឹងឯងប្រសិនបើឯងពិតជាទ្រាំលែងបានហើយនៅមានយើងទៀតណា